ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើគីមជីទឹកចាជាដំបូងគឺយើងចាត់ជាថារបស់យើងជារៀងចង្វាមូលរួចហើយយើងដាក់វាក្នុងទឹកដៃធំមួយយើងរោយអំបិលក្រួសហ្នឹងចំនួន2ស្លាបព្រាស្ពៃបុកគោចាយើងចាត់ជាចំណិតតូចៗបាទហ្នឹងមកយើងដាក់ពីលើឆៃថាវរួចហើយរោយអំបិលចារួចនេះខ្ញុំចាក់ទឹកពីលើចាយើងផ្អាប់វាទុកកន្លះម៉ោងចឹងមកឲ្យវាសពាប់ចាស្លឹកខ្ទឹមក៏ដូចគ្នាផងដែរចាយើងហាន់រៀងចឹងមកប្រវែងមកចង្អុលដៃម្ទេសក្រហមក៏យកគ្រាប់ចេញចាផ្លែសេរីហ្នឹងគឺយើងដាក់កិនមានផ្លែសេរីមានខ្ទឹមបារាំងមានខ្ទឹមសមានឆៃថាវចាចុងក្រោយហ្នឹងគឺនាងខ្ញុំប្រើបាយហ្នឹងចំនួន3ស្លាបព្រាទឹកកន្លះលីត្រចាយើងកិនវាឲ្យម៉ត់ទុកវាមួយឡែកចាឃើញថាស្ពៃហើយនឹងឆៃថាវរបស់យើងទ្រាំល្អហើយគឺយើងចាក់ទាំងទឹកចូលមកយើងដាក់ស្លឹកខ្ទឹមដាក់ម្ទេសចាយើងកិនហើយហ្នឹងយើងលាយជាមួយនឹងទឹក2លីត្រយើងចាក់វាចាទុកវានៅខាងក្រៅមួយយប់សឹមដាក់ចូលក្នុងទូទឹកកកចាឃើញថាវាចាប់ផ្ដើមជូរហើយដែលរសជាតិវាជូរអែមចាគីមជីប្រភេទនេះគឺគេនិយមចាទទួលទាននៅរដូវក្តៅចាសូមអរគុណចំពោះការតាមដាន